នារីភេទទី3ម្នាក់បើករថយន្ត Deepol Zone Frame លឿនពេកបួងផ្លូវកោងមិនផុតជ្រុលបុកខឿននិងធ្លាក់ចូលវាលស្មៅក្នុងតំបន់បឹងកក់ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅវេលាម៉ោងប្រមាណ3ទៀបភ្លឺថ្ងៃទី30ខែមិថុនាឆ្នាំ2026នៅចំណុចផ្លូវកោងកែងបូរី90ស្ថិតក្នុងតំបន់បឹងកក់សង្កាត់ស្រះចកខណ្ឌដូនពេញរាជធានីភ្នំពេញតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញរថយន្ត Mark Deepol S05 ពណ៌ខ្មៅមួយគ្រឿងបើកបរដោយនារីម្នាក់និងមានអ្នករួមដំណើរប្រុសស្រីចំនួន3នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវបូរី90ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនប្រភពដដែលបានបន្តថាលុះមកដល់ចំណុចផ្លូវកោងអ្នកបើកបរបានបួងចង្កូតមិនផុតធ្វើឲ្យរថយន្តជ្រុលទៅបុកខឿនផ្លូវថ្មើរជើងមុននឹងឡើងលើផ្លូវថ្មើរជើងហើយធ្លាក់ចូលវាលស្មៅក្បែរបូរី90សំណាងល្អក្នុងហេតុការណ៍នេះមិនបណ្ដាលឲ្យអ្នកណាម្នាក់រងរបួសនោះទេទោះជាយ៉ាងណារថយន្តបានរងការខូចខាតយ៉ាងដំណំនៅផ្នែកខាងមុខដោយកង់មុខខាងឆ្វេងបានដាច់ចេញពីប្រព័ន្ធកង់ក្រោយកើតហេតុភាគីម្ចាស់រថយន្តបានធ្វើការសងសំណងចំពោះការខូចខាតសម្ភារៈនៅទីតាំងកើតហេតុដើម្បីបញ្ចប់បញ្ហាមុននឹងស្ទូចយករថយន្តទៅជួសជុលដោយខ្លួនឯង